ភាគទី4បន្ទាប់ពីភាគមុននៅពេលនេះទូស្រីបានធ្វើដំណើរមកដល់ផ្ទះហើយនៅពេលដែលទូស្រីបើកទ្វារទៅធ្វើឲ្យទូស្រីពិតជាឯកាមែនទែនព្រោះថារាល់ដងនៅពេលដែលនាងធ្វើដំណើរមកកាន់ផ្ទះមួយនេះតែងតែមានតួប្រុសតែងតែរង់ចាំនាងជានិច្ចនៅពេលដែលអត់មានតួប្រុសអញ្ចឹងធ្វើឲ្យទូស្រីរបស់យើងក៏រៀងនៅតួប្រុសផងដែរបន្ទាប់ពីរង់ចាំតួប្រុសយូរពេកទូស្រីក៏សម្រេចចិត្តថានឹងសម្អាតបន្ទប់មួយនេះនៅពេលដែលទូស្រីរៀននឹងសម្អាតឃើញថារបស់នៅក្នុងផ្ទះទាំងអស់នេះគឺថាសម្អាតឡើងស្អាតតែម្ដងហើយទុកដាក់វិញគឺមានរបៀបរៀបរយមែនទែនហើយបាននិយាយពីអញ្ចឹងវិញគឺថាតួប្រុសរបស់យើងគឺជួតឡើងភ្លឹងតែម្ដងតែតួស្រីក៏បានគិតថាមានកន្លែងមួយចំនួនប្រហែលជាតួប្រុសរបស់យើងគឺមិនទាន់បានសម្អាតនោះទេហើយកន្លែងដែលតួស្រីគិតគឺជាកន្លែងទូកៅអៅហើយនឹងក្រោមគ្រែប៉ុន្តែត្រូវហាមចិត្តខ្លួនឯងវិញខ្លាចថាតួប្រុសរបស់យើងបានអានសៀវភៅមើលបាក់ចេះមើលខ្លួនឯងដោយបែបនេះហើយជំរឿចុងក្រោយមានតែតួស្រីធ្វើម្ហូបតែប៉ុណ្ណោះព្រោះថាมันអាចធ្វើអ្វីផ្ដេសផ្ដាសបាននោះទេនៅពេលដែលតួស្រីរៀបចំនឹងធ្វើម្ហូបទៅហើយឃើញថាក៏មានសលេងចុចកណ្ដឹងនៅខាងមុខផ្ទះហើយតួស្រីក៏បានគិតថានៅពេលនេះតួប្រុសបានត្រឡប់មកដល់ផ្ទះវិញហើយតួស្រីក៏បានដើរទៅបើកទ្វារព្រមទាំងនិយាយថាសូមស្វាគមន៍ណាសាពេលនេះលោកដូចជាមកយឺតតិចហើយប៉ុន្តែអ្នកដែលឈរនៅមុខតួស្រីគឺជាក្មេងស្រីម្នាក់ដែលមានសក់ពណ៌លឿងតែប៉ុណ្ណោះហើយក្មេងស្រីអ្នកនោះក៏បាននិយាយថាយើងជួបគ្នាម្ដងទៀតហើយតួស្រីក៏បាននិយាយថាហេតុអ្វីអ្នកនៅទីនេះឈីតូហើយយាយពេកឈីតូនេះក៏បាននិយាយថាខ្ញុំគឺតាមដានអ្នកយូរហើយហេតុអ្វីអ្នកមកនៅផ្ទះជួលបែបនេះមើលទៅវាមិនស័ក្តិសមនឹងអ្នកឡើយនិយាយទាន់ផុតពីមាត់ផងតួស្រីបានបិទទ្វារក្រឹបពេលនោះអាចារ្យនឹងក៏ស្រែកថាយីមិនបិទទ្វារចឹងបិទទ្វារចោលខ្ញុំចឹងបើកទ្វារវិញហើយនៅពេលនោះតួស្រីរបស់យើងក៏បានបើកទ្វារមកវិញផងដែរដោយឃើញតួស្រីបើកទ្វារបែបនេះធ្វើអាចារ្យឈីតូនេះគឺថាពិតជាសប្បាយចិត្តខ្លាំងមែនទែនហើយអាចារ្យឈីតូនឹងក៏បាននិយាយថាក៏ពិតនាងគ្រាន់តែព្រួយបារម្ភពីតួស្រីនោះទេព្រោះថាតួស្រីរបស់យើងបានបាត់ខ្លួនភ្លាមអញ្ចឹងធ្វើឲ្យនាងនិងលោកយាយរបស់នាងពិតជាព្រួយបារម្ភខ្លាំងណាស់ហើយតួស្រីក៏បាននិយាយថាខ្ញុំដឹងហើយប៉ុន្តែខ្ញុំពិតជាមានបញ្ហាដល់លោកយាយតូទីកូនណាស់នៅពេលដែលខ្ញុំស្នាក់នៅកន្លែងមួយនោះបន្ទាប់ពីសន្ទនាយ៉ាងច្រើនជាមួយនឹងអាចារ្យឈីតូហើយតួស្រីក៏បាននិយាយថានៅពេលនេះខ្ញុំគឺរៀបការរួចហើយអាចារ្យឈីតូនេះគាត់នៅលើថាតួស្រីបានរៀបការរួចធ្វើឲ្យនាងពិតជាស្រឡាំងកាំងខ្លាំងមែនទែនព្រមទាំងភ្ញាក់ផ្អើលជាខ្លាំងមូលហេតុដែលនាងភ្ញាក់ផ្អើលព្រោះថានៅពេលតួស្រីរៀបការគឺថាតួស្រីយើងមិនបានប្រាប់ទៅកាន់ក្រុមគ្រួសាររបស់នាងនោះទេអញ្ចឹងហើយធ្វើឲ្យនាងគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់អំពីដំណឹងមួយនេះបន្ទាប់ពីតួស្រីបានប្រាប់ពីរឿងរៀបការហើយនៅពេលនេះតួស្រីរបស់យើងក៏បានដេញអាចារ្យឈីតូនឹងឲ្យត្រឡប់ទៅផ្ទះវិញព្រោះថាពេលនេះតួស្រីគឺដល់ពេលវេលាដែលនាងត្រូវធ្វើម្ហូបឲ្យតួប្រុសយើងញ៉ាំហើយបន្ទាប់ពីត្រូវបានតួស្រីដេញនៅពេលនេះអាចារ្យឈីតូបានត្រឹមតែយំនៅមុខកាន់ចដើផ្ទះជួលតែប៉ុណ្ណោះហើយកំពុងតែយំនោះក៏ចំពេលដែលតួប្រុសរបស់យើងមកពីខាងក្រៅផងដែរហើយតួប្រុសក៏បានសួរទៅថាតើអ្នកនាងគឺមិនអីនោះទេហើយអាចារ្យឈីតូនេះក៏បានងាកក្បាលចេញហើយនិយាយថានាងគឺមិនអីនោះទេលោកអាចទៅណាបានហើយទុកខ្ញុំនៅទីនេះម្នាក់ឯងបានហើយតួប្រុសក៏បានដកកន្សែងមួយឲ្យអាចារ្យឈីតូព្រមទាំងនិយាយថានៅពេលនេះអ្នកអាចប្រើវាបានបន្ទាប់ពីជួបទុកគ្នារួចហើយនៅពេលនេះក៏ឃើញថាអ្នកទាំងពីរកំពុងតែនិយាយដើមអំពីតួស្រីប៉ុន្តែតួប្រុសគឺមិនបានដឹងថាអាចារ្យឈីតូនេះគឺនិយាយអំពីតួស្រីនោះទេកំពុងតែនិយាយសុកតួស្រីក៏បានចេញមកព្រមទាំងនិយាយថាតើអ្នកមកវិញហើយមែនទេប្តីសម្លាញ់ហើយតួប្រុសក៏បានឆ្លើយវិញថាខ្ញុំមកវិញហើយប្រពន្ធសម្លាញ់ហើយអាចារ្យឈីតូកំពុងអកៀងហើយអ៊ីគេប្រពន្ធសម្លាញ់នៅពេលនេះអាចារ្យឈីតូរបស់យើងគឺថាអូរ៉ាពេញខ្លួនតែម្ដងគឺថាខឹងយកព្រោះថានិយាយមួយថ្ងៃនេះអត់ដឹងថាតួប្រុសរបស់យើងគឺជាប្តីរបស់តួស្រីនោះទេហើយតួស្រីរបស់យើងក៏បានមកក្បែរតួប្រុសព្រមទាំងនិយាយថានៅពេលនេះមើលទៅដូចជាមានរឿងអ្វីមួយព្រាបនឹងកើតឡើងហើយតួប្រុសក៏បានសួរទៅកាន់តួស្រីតើតួស្រីស្គាល់មនុស្សស្រីម្នាក់នេះតើមែនទេហើយតួស្រីក៏បាននិយាយថាខ្ញុំគឺស្គាល់នាងគឺជាសមាជិកមួយនៅក្នុងគ្រួសារដែលខ្ញុំធ្លាប់រស់នៅពីមុនហើយអាចារ្យឈីតូនេះកំពុងខឹងសុកឃើញថាតួប្រុសរបស់យើងមកចាប់ដៃហើយក៏បានណែនាំខ្លួនថាខ្ញុំមានឈ្មោះថាណាសាគឺជាប្តីរបស់អូស៊ូកាសាធ្វើឲ្យអាចារ្យឈីតូនឹងគឺថាលង្គាំងយកតែម្ដងហើយក៏បានសួរទៅកាន់អាចារ្យឈីតូតើអ្នកនាងនឹងមានឈ្មោះអ្វីដែរហើយអាចារ្យឈីតូរបស់យើងក៏បានណែនាំថានាងមានឈ្មោះថាឈីតូហើយនៅពេលនេះតួប្រុសរបស់យើងក៏បានណែនាំពីការរៀបការរបស់គេជាមួយនឹងតួស្រីឲ្យអូនឈីតូបានស្ដាប់តែតួស្រីក៏បានចេញមកហើយនិយាយថាខ្លាចថាអូនឈីតូនឹងមិនមែនជាមនុស្សដែលយើងគួរតែបញ្ចុះបញ្ចូលបាននោះទេ
ប៉ុន្តែត្រូវបានណាសារបស់យើងនិយាយថាគឺវាគ្មានបញ្ហាទេសម្រាប់ខ្ញុំនឹងបញ្ចុះបញ្ចូលនាងឲ្យនាងដឹងថាយើងទាំងពីរនាក់គឺជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែលើកពាក្យថាប្តីប្រពន្ធធ្វើឲ្យតួស្រីរបស់យើងគឺពិតជាអៀនខ្លាំងមែនទែនព្រោះថាតួប្រុសរបស់យើងគឺបែកចំហមែនទែនចំពោះមនុស្សគ្រប់គ្នាហើយពេលនោះអាចារ្យឈីតូក៏បាននិយាយថាមានតែការស្លាប់ទេដែលអាចបញ្ជាក់បានហើយក៏បានហៅកូនចៅនាងឲ្យចាប់តួប្រុសរបស់យើងជិះឡានចេញទៅនៅពេលដែលកំពុងជិះឡានតួប្រុសក៏បាននិយាយទៅកាន់អាចារ្យឈីតូថាចាប់គេមកអញ្ចឹងឲ្យខ្លាចតួស្រីប្តឹងប៉ូលីសទេអីហើយអាចារ្យឈីតូក៏បាននិយាយថាខ្ញុំគឺមិនខ្វល់នោះទេហើយក៏បានដកទូរស័ព្ទរបស់តួប្រុសចេញមកព្រមទាំងនិយាយថាខ្ញុំនឹងយករូបមនុស្សស្រីដែលនៅក្នុងទូរស័ព្ទមួយនេះទៅកាត់តដើម្បីឲ្យអ្នកមានបញ្ហាជាមួយនឹងតួស្រីហើយអាចារ្យឈីតូក៏បានបន្តនិយាយទៀតថាមនុស្សដូចជាតួស្រីហេតុអ្វីក៏ត្រូវទៅរៀបការជាមួយនឹងតួប្រុសអញ្ចឹងហើយនៅពេលនោះតួប្រុសក៏បានឆ្លើយវិញទាំង confident ថាគឺមកពីខ្ញុំសង្ខារនឹងហើយគាត់នៅស្ដាប់លើហើយគឺថាកៀងអស់ហើយនិយាយមកហើយឃើញថានៅពេលនេះពួកគេក៏បានមកដល់ផ្ទះរបស់អាចារ្យឈីតូនឹងហើយនៅពេលនេះអាចារ្យឈីតូកំពុងតែនិយាយទៅកាន់តួប្រុសថានៅពេលនេះតួប្រុសរបស់យើងគឺនៅក្នុងកណ្ដាប់ដៃរបស់នាងហើយនាងនឹងបំផ្លាញអាពាហ៍ពិពាហ៍របស់តួប្រុសរបស់យើងហើយតួប្រុសក៏បានសួរថាអាចារ្យឈីតូនឹងចង់ធ្វើអ្វីលើគេហើយអាចារ្យឈីតូក៏បាននិយាយថានាងនឹងចោះពីរឿងអាស្រូវរបស់តួប្រុសថាតួប្រុសរបស់យើងគឺមានការតាក់ទងជាមួយនឹងស្រីជាច្រើនហើយនៅពេលនោះតួស្រីនឹងបានផ្ដាច់ពាក្យជាមួយនឹងតួប្រុសធ្វើឲ្យតួប្រុសរបស់យើងគឺថារៀងគៀងដែរនៅពេលដែលស្ដាប់លើអាចារ្យនឹងនិយាយបន្ទាប់ពីនិយាយរួចហើយក៏បានហៅកូនចៅរបស់គេចេញមកហើយពីរនាក់នឹងមានឈ្មោះថាឆាឡុតនិងអារ៉ូរ៉ានតែខ្ញុំមិនដឹងពីរនាក់នឹងអាមួយណាឈ្មោះមួយណីទេព្រោះថាគេបានបញ្ជាក់ឲ្យយើងឃើញព្រោះតួអង្គមិនសូវសំខាន់គាត់ចេញមកភ្លាមមេគេក៏ដាក់បញ្ជាភ្លាមអាពីរនាក់ឲ្យកាត់តរូបអាភាជាមួយបរិមម្នាក់នេះបន្តិចទៅហើយនៅពេលនោះអាចារ្យរស់នឹងក៏បាននិយាយថាដូចជាអត់សូវយល់ទេមេរូបអាភាមិនវិញអាចារ្យរ៉ាវិញគាត់នៅមើលទៅកាន់តួប្រុសហើយក៏បានដឹងថាមេនឹងគឺចង់មានន័យថាមិនក៏បាននិយាយថាអូខ្ញុំយល់ទេមេក៏បានដកកៅអៅរត់ចាំលបតួប្រុសយើងយកតែម្ដងធ្វើឲ្យអ្នកនៅទីនោះគឺថាភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអាចារ្យឈីតូនោះក៏បាននិយាយថាខ្ញុំមិនចង់ឲ្យអ្នកធ្វើបែបនេះនោះទេខ្ញុំគ្រាន់តែចង់ឲ្យអ្នកឯងថតរូបហើយកាត់តនៅ Photoshop តែប៉ុណ្ណោះហើយអាចារ្យអារ៉ូរ៉ាក៏បាននិយាយថាអូខ្ញុំយល់ហើយមេប៉ុន្តែម្នាក់ដែលមេចាប់មកហ្នឹងឥឡូវរត់បាត់ហើយមេហើយអាចារ្យឈីតូក៏បាននិយាយថាអីគេរត់តាំងពីអង្ការហ្នឹងហើយអាចារ្យអារ៉ូរ៉ាក៏បាននិយាយថារត់យូរហើយខ្ញុំចង់ប្រាប់មេដែរតែមេអត់ឲ្យខ្ញុំនិយាយផងកាលមកខាងតួប្រុសនៅវិញឃើញថាគាត់ដើរឡើងពេញនឹងហើយហួយដោយសារតែនឹងធំពេកគឺថាដើរទៅដើរមកក៏បានចូលក្នុងបន្ទប់មួយនៅពេលដែលតួប្រុសរបស់យើងងាកមកខាងក្រោយក៏ឃើញដុំអាចផ្កាយមួយហើយគេក៏បានរៀបរាប់អំពីដុំអាចផ្កាយនឹងយ៉ាងច្រើនដែរប៉ុន្តែខ្ញុំសូមអត់រៀបរាប់ពីវានោះទេនៅពេលដែលតួប្រុសរបស់យើងកំពុងមើលដុំអាចផ្កាយនឹងសុកអាចារ្យអារ៉ូរ៉ាក៏បានចេញមកជាមួយនឹងដាវមួយយ៉ាងធំនិយាយទៅគឺថាលង្ការយកតែម្ដងហើយអត់និយាយច្រើនទេគឺថាបើកការវិបហាទៅកាន់តួប្រុសយើងយកតែម្ដងហើយនៅក្នុងការវិបហានោះផងដែរឃើញថាអាទូដាក់អាចកាយនោះពេលនេះគឺថាប្រេះស្រាំបាត់ទៅហើយនៅពេលអាទូនឹងបែកអញ្ចឹងទៅធ្វើឲ្យរបរនៅក្នុងនោះគឺបាត់បង់ពន្លឺមូលហេតុដែលវាបាត់បង់ពន្លឺមកពីអាសូននៅអង្គសិសែននឹងវាបានភាយចេញមកខាងក្រៅហើយចុងក្រោយតួប្រុសរបស់យើងនឹងហើយគឺជាអ្នកធ្វើព្រោះថាតួប្រុសរបស់យើងគឺយល់ដឹងអំពីរឿងនឹងច្រើនបន្ទាប់ពីធ្វើយ៉ាងយូរទីមផតអាថ្មអាចផ្កាយនឹងក៏បានភ្លឺឡើងមកវិញធ្វើឲ្យអ្នកនៅទីនោះពិតជាសប្បាយចិត្តខ្លាំងមែនទែនបន្ទាប់ពីធ្វើរួចហើយអាចារ្យឈីតូក៏បានសួរអំពីតួស្រីទៅកាន់តួប្រុសហើយតួប្រុសក៏បានឆ្លើយថាខ្ញុំដឹងគឺមិនសូវច្រើននោះទេដឹងត្រឹមថាតួស្រីមានដៃយ៉ាងកក់ក្ដៅហើយក៏ជាមនុស្សស្រីដែលពូកែធ្វើម្ហូបផងដែរហើយចម្លើយមួយនេះគឺមិនមែនជាចម្លើយរបស់អាចារ្យឈីតូចង់បាននោះទេធ្វើឲ្យអាចារ្យឈីតូនោះគឺខឹងខ្លាំងមែនទែនហើយអាចារ្យឈីតូក៏បាននិយាយអំពីរឿងអតីតកាលដែលបានជួបជាមួយនឹងតួស្រីនៅពេលនោះអាចារ្យឈីតូនោះគឺបានធ្លាក់ចូលទៅកាន់ជ្រោះហើយនាងពិតជាភ័យខ្លាំងមែនទែនហើយគឺជាតួស្រីនឹងហើយដែលជួយនាងអំពីជ្រោះមួយនោះអាចារ្យឈីតូនឹងក៏បានខឹងទៅកាន់តួប្រុសហើយអ្វីតួប្រុសនឹងរៀបការជាមួយនឹងតួស្រីព្រមទាំងនិយាយទៀតថាមានតែនាងទេដែលអាចសម្រេចបំណងរបស់តួស្រីខ្លាចជាការពិតបានហើយជាខ្ញុំនោះទេដែលជាអ្នកដែលត្រូវរៀបការជាមួយនឹងតួស្រីហើយធ្វើឲ្យតួប្រុសរបស់យើងនឹងគឺថាលង្កាមែនទែនបន្ទាប់ពីបានលឺហើយនៅពេលនោះអាចារ្យអារ៉ូរ៉ាក៏បានចេញមកហើយនិយាយថាអត់អីទេមេចាំបន្តិចចាំខ្ញុំធ្វើឲ្យមើលគាត់និយាយឲ្យភ្លាមយកក្បាលរបស់តួប្រុសយើងនឹងទៅផ្អឹបដើមទ្រូងភ្លាមតែម្ដងហើយ
ហើយចៃរ៉ូនោះឃើញអញ្ចឹងហើយចាំការទៀតគឺថាថតឡើងងប់ឆ្មាញ់តែម្ដងហើយបន្ទាប់ពីថតរួចហើយគឺថាយកដាក់ក្នុងកុំព្យូទ័រកាត់តនៅ Photoshop តែម្ដងហើយនេះគឺជារូបដែលគេបានកាត់តចេញមកហើយតួប្រុសក៏បាននិយាយថាហេតុអ្វីសកម្មភាពនេះមិនដូចសកម្មភាពមិញដែលខ្ញុំបានធ្វើអញ្ចឹងនៅពេលនិយាយរួចហើយតួប្រុសរបស់យើងក៏បានឆក់យករូបថតនោះមកយ៉ាងលឿនតែត្រូវបានតួស្រីរបស់យើងយកទៅមើលហើយធ្វើឲ្យ3នាក់នោះគឺថាភ័យខ្លាំងមែនទែនរួមទាំងតួប្រុសហើយមើលអ៊ូរ៉ាដែលតួស្រីបញ្ចេញមកគឺថាឡងខំមែនទែនតែម្ដងហើយតួប្រុសក៏បានប្រកែកថានេះគ្រាន់ជារូបកាត់តនៅ Photoshop តែប៉ុណ្ណោះហើយតួស្រីក៏បាននិយាយថាហេតុអ្វីកាត់ Photoshop នោះលឿនដូចកាត់រឿងនៅ Hollywood អញ្ចឹងហើយអាចារ្យជីតូនោះក៏បានយកសាំងចាក់នៅលើភ្លើងបន្ថែមទៀតហើយក៏បាននិយាយថាតួប្រុសរបស់យើងនឹងគឺជាមនុស្សគួរឲ្យខ្លាចណាស់អញ្ចឹងហើយនេះគឺជាផលប្រយោជន៍ដែលតួស្រីអាចនឹងលេងលះជាមួយនឹងតួប្រុសបានភ្លាមហើយតួស្រីក៏បាននិយាយថានៅពេលនេះយើងគួរតែមានរឿងនិយាយគ្នាហើយក៏បានដើរចេញជាមួយនឹងតួប្រុសទៅហើយអាចារ្យជីតូនេះកំពុងតែសប្បាយចិត្តហើយព្រោះថានៅពេលនេះគម្រោងការរបស់គេនឹងគឺបានសម្រេចប៉ុន្តែត្រូវបានកូនចៅរបស់នាងនិយាយថាមេតិចពួកគេរួមដៃគ្នារត់គេចទៅគាត់ដឹងហើយបានដឹងថានៅពេលនេះគឺថាខ្លួនឯងចាញ់បោកគេហើយតួប្រុសរបស់យើងនេះគឺមិនបានដឹងថាតួស្រីរបស់យើងធ្វើខឹងនោះទេគឺកំពុងតែដេញតាមលួងហើយតែត្រូវបានតួស្រីនិយាយថាខ្ញុំដឹងថារូបនេះគឺជា Photoshop ហើយប៉ុន្តែបើសិនជារូបនេះគឺជាការពិតរឿងនោះគឺពិតជាអាក្រក់ខ្លាំងណាស់ហើយតួប្រុសគាត់ស្ដាប់លើហើយគឺថាធូរចិត្តឡើងស្បើយតែម្ដងហើយកំពុងតែសប្បាយចិត្តទាន់បានប្រមាណផងក៏ឮសលេង3នាក់នោះកំពុងតែរត់មកហើយនៅពេលនេះតួស្រីក៏បាននិយាយទៅកាន់តួប្រុសថាឲ្យតួប្រុសរបស់យើងនឹងគឺរត់តាមនាងទៅព្រោះតួស្រីនឹងបានដឹងផ្លូវសម្ងាត់មួយកន្លែងហើយអាចារ្យជីតូនឹងគឺមិនដឹងថាមានផ្លូវសម្ងាត់នៅកន្លែងនឹងនោះទេបន្ទាប់ពីនិយាយរួចហើយអ្នកទាំងពីរក៏បានធ្វើដំណើរតាមផ្លូវក្រោមដីនោះទៅហើយអានៅតែ3នាក់នេះទេគឺថារកតួប្រុសនិងតួស្រីគឺមិនឃើញនោះឡើយរត់ឡើងពេញផ្ទះហើយកាត់មកខាងតួប្រុសនិងតួស្រីនេះវិញតួស្រីរបស់យើងក៏បាននាំតួប្រុសមកដល់កន្លែងមួយហើយក៏បានដឹកដៃតួប្រុសរបស់យើងរត់ទៅបន្តទៀតបន្ទាប់ពីរត់អស់រយៈពេលយ៉ាងយូរយើងក៏បានឃើញថាអ្នកទាំងពីរក៏បានមកដល់កន្លែងមួយហើយនេះគឺជាព្រះវិហារនេះគឺជាព្រះវិហារសម្ងាត់ដែលសាងសង់នៅលើភ្នំហើយផ្លូវសម្ងាត់ដែលយើងចេញមកមិញហ្នឹងគឺជាផ្លូវមកព្រះវិហារនេះហើយព្រះវិហារមួយនេះសាងសង់ឡើងដើម្បីការពារមនុស្សនៅក្នុងផ្ទះអំពីសង្គ្រាមឬក៏មានបញ្ហាអ្វីនៅក្នុងផ្ទះហើយនៅពេលតួស្រីកំពុងតែបញ្យល់នោះឃើញថាតួស្រីនឹងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនធ្វើឲ្យតួប្រុសរបស់យើងគឺភាំងស្មារតីបាត់ទៅហើយតួប្រុសរបស់យើងក៏បានដើរទៅជិតតួស្រីព្រមទាំងកាន់ដៃតួស្រីហើយនិយាយទៅកាន់តួស្រីថានៅថ្ងៃខាងមុខបើសិនជាមានរឿងល្អណាបានកើតឡើងចំពោះខ្ញុំអ្នកនឹងក្លាយជាមនុស្សដំបូងដែលបានស្ដាប់វាបើសិនជាថ្ងៃណាមួយអ្នកមានរឿងសោកសៅខ្ញុំជាមនុស្សតែម្នាក់ដែលបានចែករំលែករឿងនោះជាមួយនឹងអ្នកហើយពួកយើងនឹងគាំទ្រគ្នាទៅវិញទៅមកខ្ញុំសូមសន្មតថាខ្ញុំនឹងមិនឲ្យអ្នកស្ដាយក្រោយនោះទេដែលបានជ្រើសរើសយករូបខ្ញុំហើយតួស្រីក៏បាននិយាយថានេះមើលទៅដូចជាលោកសូមខ្ញុំរៀបការអញ្ចឹងនឹងហើយនៅពេលនេះខ្ញុំចង់ប្រាប់អ្នកថាខ្ញុំស្រឡាញ់អ្នកបន្ទាប់ពីអ្នកទាំងពីរបាននិយាយរួចហើយពួកគេក៏បានថើបគ្នានៅពេលនោះទៅអូយនៅពេលនេះសាច់រឿងក៏បានដល់ទីបញ្ចប់ហើយណាបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ